សួស្តីអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះផងដែរសូមស្វាគមន៍យើងកក់ក្ដៅមកកាន់វីដេអូ vlog លើកទី1នៅទឹកដីភ្នំគូលែននិងប្រាសាទអង្គរវត្តចង់ដឹងថានៅក្នុងវីដេអូនេះមានសកម្មភាពអ្វីខ្លះកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់តោះចាប់ផ្ដើមចូលដល់សាច់រឿងទាំងអស់គ្នាបាក់ក្បាលវីដេអូមកភ្លាមគឺដើរឆ្លេឆ្លាពេញផ្ទៃទឹកហ្នឹងឯងព្រោះដោយសារកន្លែងហ្នឹងគឺតិចស្រួលមែនទែនអ្នកនរគ្នាសាកគិតមើលបើសិនជាយើងធ្វើការរៀងហត់ឬក៏អស់កម្លាំងអីណាហើយយើងបានទៅងូតទឹកឬក៏ទៅកន្លែងដែលតិចហើយកាហ្វេមួយកែវអង្គុយមុតទឹកផឹកកាហ្វេបណ្ដើរគួយគុណទេសភាពបណ្ដើរតើបរិយាកាសបែបហ្នឹងវាគឺល្អយ៉ាងណាទៅសាកគិតមើលមើលអ្នកនរគ្នាដល់ពេលហ្នឹងគឺទឹកគឺតិចមែនទែនអញ្ចឹងដូចអ្នកនរគ្នាឃើញនៅក្នុងរូបភាពហ្នឹងអញ្ចឹងគឺវាអារម្មណ៍មួយដែលយើងសប្បាយរីករាយតែម្ដងគឺហើយមុននឹងខ្ញុំចុះមកគឺខ្ញុំតែយើងតេះមើលអញ្ចឹងណាកន្លែងណាមានថ្មមានគ្រោះឥឡូវយើងចុះមកហើយតែនេះយើងប្លង់គ្រីងមែនទេប្លង់ផងនេះគាត់អត់ដាក់វែងមកទេខ្ញុំនេះឃើញស្រាប់ហើយគាត់ប្រើតែកំបិតទេឆែបគេជំនាញបន្ទាប់ពីឆែបរបស់យើងចំណាយពេលវេលាប្រហែលជា5ម៉ោងអានេះគេតែកាហ្វេប្រៃក្នុងកាហ្វេអត់កៅកាហ្វេប្រៃក្នុងបន្ទាប់ពីមួយទឹកបែបលេងហើយយើងផាំងទៅខោរួចហើយជាញ៉ាំអីរួចហើយពេលដែលញ៉ាំអីរួចហើយទៅលេងនៅប្រាសាទអង្គរវត្តក៏ទៀតហើយកាលឡើយនេះកំពុងតែនៅភ្នំកលែនដែរដូរខោដូរអីរួចហើយមួយទឹកបែបលេងទេបើសិនជាមួយទឹកបែបមែនទែនហើយជាយូរជាងនឹងមួយទឹកអីហើយលេងទឹកអីមកស្ទូលជាងដែរវារៀងហត់តិចដែរអ្នកនរអញ្ចឹងយើងត្រូវការញ៉ាំអីឲ្យវាមានកម្លាំងវាបើកម្លាំងទៅសិនចាំបន្តដំណើរទៅមុខទៀតនឹងចុះពីភ្នំកលែនវិញខ្ញុំក៏បានឆ្លៀតពេលទៅថតរូបនៅកន្លែងពើកដែលទីហ្នឹងគឺស្រស់ស្អាតមែនទែនអញ្ចឹងបើសិនអ្នកនរគ្នាទៅលេងភ្នំកលែនអីគឺកុំភ្លេចទៅលេងកន្លែងហ្នឹងគឺថតរូបបានស្អាតគឺនិយាយរំទៅទេសភាពស្រស់ស្អាតមែនទែនថ្មីម្ដងទៀតសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាចូលចិត្តកុំភ្លេចចុច like ឬក៏ share បាយបាយ